បាទជំរាបសួរពុកម៉ែបងប្អូនឥឡូវនេះគឺខ្ញុំនៅក្នុងឡានជាមួយនឹង BYD Eto 2បាទពេលណាទីសនីសុតថ្ងៃនេះខ្ញុំចង់ធ្វើការបង្ហាញ function មួយតាក់ទងជាមួយនឹងមុខងារauto lock window បាទអញ្ចឹងនៅក្នុងនេះខ្ញុំនឹងធ្វើការបង្ហាញ function តាក់ទងទៅនឹង window បាទអញ្ចឹងដើម្បីមើល function នឹងបានបងប្អូនដែលគាត់ប្រើជាមួយ Auto 3បងចូលមកក្នុង setting មកបាទចូលនៅក្នុង setting ហើយបាទចូលមកយកពាក្យ lock អញ្ចឹងបងប្អូននឹងឃើញកន្លែងមុខងារនេះបាទ auto window closing after locking ហ្នឹងបានន័យថាបើសិនជាករណីបងប្អូនបើកកញ្ចក់ទ្វារកញ្ចក់តម្លាក់កញ្ចក់ផ្អួចទៅពេលដែលបងប្អូនចុះទៅឬក៏បិទ lock ឡានទៅបើន័យថាចុះទៅ lock ឡានផ្លេចបិទកញ្ចក់ផ្លេចអីវានឹង auto ពេលបងប្អូនចុច lock ទៅវានឹង auto បិទកញ្ចក់ទៅឡើងកញ្ចក់ដូចខ្លួនឯងហ្មងប៉ុន្តែក្នុងលក្ខខណ្ឌយើងបើក function នេះឥឡូវនេះខ្ញុំធ្វើការ testing ជូនបងប្អូនណាបាទអញ្ចឹងខ្ញុំបលូតឡានបាទហើយទ្វារកញ្ចក់គឺខ្ញុំអត់បានបិទទេបាទគឺខ្ញុំបើកតម្លាក់ទាំងអស់បាទទាំង4ទ្វារបាទអញ្ចឹងនៅលើ BYD Auto 2វាយើងមានមុខងារមួយហ្នឹងដើម្បីជាប្រព័ន្ធស្មាតភាពហើយឥឡូវនេះខ្ញុំប្រើជា smart ជាស្រ័យជាខ្ញុំប្រើជាកាត NFC ចាក់ស្ដែងយើងប្រើ smart key ក៏បានដូចគ្នាបងប្អូនបាទយើងប្រើជា smart key ក៏បានដូចគ្នាអញ្ចឹងខ្ញុំសូមយក sound និង smart key ចេញមកសិនណាបាទអូខេអញ្ចឹងឥឡូវនេះខ្ញុំធ្វើការតេស្តបាទ lock ឡានខ្ញុំប្រើកាតអញ្ចឹងខ្ញុំដាក់នៅលើ NFC បាទឥឡូវបងប្អូនឃើញគាត់តែ lock គឺកញ្ចក់វានឹងធ្វើការទៅឡើងបិទ auto តែម្ដងបាទអញ្ចឹងជាចំណុចសុវត្ថិភាពការពារសម្រាប់បងប្អូនដែលគាត់ភ្លេចជួនកាលបើកញ្ចក់ចោលទៅចេញទៅក្រៅចុះភ្លេចពិនិត្យភ្លេចអីយើង lock ឡានហើយបើយើងអត់មាន function ហ្នឹងគឺឡានរបស់យើងអាចនឹងចំហកញ្ចក់គឺមានហានិភ័យណាមួយផ្សេងៗកើតឡើងបាទអូខេអញ្ចឹងវីដេអូគឺខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយ